បាទជម្រាបសួរគ្រាន់តែចេញក្បាលវីដេអូមកក៏ដឹងថានៅជនបទដែរហើយទេសភាពស្អាតហើយចំពោះវីដេអូហ្នឹងគឺថតនៅខែប្រាំងខ្ទង់ខែ4ខែ3ខែ4យើងហ្នឹងឯងថ្មីហ្នឹងខាងពីខ្ញុំចុះទៅផ្ទះហើយគឺនៅខេត្តបន្ទាយមានជ័យទឹកដីជាដែនស្រុកពិនព្រះចឹងឃើញថាទេសភាពស្អាតហើយទឹកស្ទឹងមើលទៅគឺថ្លាហើយពេលហ្នឹងគឺខ្ញុំយកគោទៅចងក៏អង្គុយថតលេងទេឃើញតែទឹកស្ទឹងនៅពេញតែឥឡូវគឺខះហើយដោយសារតែអត់មានភ្លៀងហើយជាកសិករយើងក៏គាត់បូមដាក់ក្នុងហៅប្រាំងបាទប៉ុណ្ណឹងឯងអត់មានអីច្រើនទេខ្ញុំសូមអាចលើវីដេអូនេះកំសាន្តលេងមកជាមួយនឹងទេសភាពជនបទមើលទៅស្អាតមែនទែនសូមជើញទស្សនាទាំងអស់គ្នា